ឲ្យដកទង់ជ័យចេញពីវត្តវាស្មើនឹងការប្រកាសសង្គ្រាមជាមួយកម្ពុជាទៅហើយបើយើងដកទង់ជ័យនេះវាមិនខុសពីការដកព្រលឹងយើងចេញពីខ្លួននេះក៏មិនចាំបាច់ធ្វើជាជនជាតិកម្ពុជាទេដែរបើសិនជាយើងឈានដល់ចំណុចនោះយើងមិនចាំបាច់ធ្វើនាយករដ្ឋមន្ត្រីកម្ពុជាហើយយើងក៏គ្មានសិទ្ធិនឹងធ្វើជាពលរដ្ឋកម្ពុជាដែរមិនថាពលរដ្ឋសាមញ្ញទេបើអ្នកណាហើយគិតឃើញថាត្រូវទៅតម្លាក់ទង់ជ័យនៅវត្តកែវស៊ីសារៈអ្នកនោះមិនសមហេតុសមផលធ្វើជាជនជាតិកម្ពុជាទេដូច្នេះយើងវាយតម្លៃរបៀបការថាវារុញមកជំនាញហើយទៅមកជំនាញទៀតដល់តែយើងជល់យ៉ាងគឺត្រូវតែចល័តអាវុធធនធានចូលគោលឡើងសភាពការវាអត់តាន់ទៅណាទេវានៅវិលវល់นั่น